ខាងក្រោយខ្ញុំនេះគឺជាទន្លេសាបហើយនេះគឺជាដីដែលនៅតាមបណ្ដោយផ្លូវជាតិលេខ5សម្រាប់បងដែលកំពុងចង់បានដីនៅតាមបណ្ដោយផ្លូវជាតិលេខ5ជាប់នឹងទន្លេឥឡូវខ្ញុំមានដីគឺដីនេះបើសិនជាទំហំសរុបហ្មងគឺខ្ទង់5000ការ៉េជាងតែដីនេះបើសិនជាបងចង់បានជាឡូຂະຫນាតត្រឹម600ការ៉េក៏ម្ចាស់គាត់ពូលដូចគ្នាឥឡូវតើតោងនឹងព័ត៌មានដីគឺដីនេះគឺមានបណ្ដោយ130ម៉ែត្រជាងហើយជម្រៅខាងនោះគឺជាង40ម៉ែត្រហើយបើសិនជាមកខាងនេះគឺ30ម៉ែត្រជាងតែបើចិនសិនជាបងចង់បានឡូទំហំខ្នាតតូចដូចខ្ញុំជំរាបពីដើមអញ្ចឹងគឺបងចង់បានខ្ទង់600ការ៉េក៏ម្ចាស់គាត់ពូលដូចគ្នាឬក៏បងចង់បានត្រឹម1000ការ៉េ2000ការ៉េក៏ម្ចាស់គាត់ពូលដូចគ្នាហើយថាទៅនឹងតម្លៃគឺម្ចាស់គាត់ដាក់លក់នៅក្នុងតម្លៃ$1000ក្នុងម៉ែត្រការ៉េដែលជាតម្លៃឲ្យចរចាបានលក្ខណៈពិសេសរបស់ដីនេះគឺឥឡូវនេះគឺគាត់មានប្លង់រឹងស្រាប់ហើយនៅក្នុងប្លង់ហ្នឹងគឺគេបានចោលចំណីទន្លេរួចហើយលក្ខណៈពិសេសមួយទៀតគឺសម្រាប់នៅទន្លេសាបបើសិនជាបងអ្នកស្គាល់ភូមិសាស្ត្រគឺដឹងហើយទន្លេសាបគឺជាទន្លេដែលដីដុះជាប្រចាំអញ្ចឹងបងខ្លះក៏សួរថាហេតុអីបានជាទន្លេហ្នឹងគេកាត់ចោលចំណីផ្លូវខ្លីម៉េះព្រោះដោយសារមូលហេតុព្រោះដីតំបន់ទន្លេសាបគឺជាដីដែលដុះពេលដែលខែទឹកស្រកគឺដីល្បាប់ដែលហូរចេញពីទន្លេសាបហ្នឹងគឺវាហូរមកចាក់បំពេញតាមដីនៅជុំវិញទន្លេសាបហ្នឹងអញ្ចឹងធ្វើឲ្យដីតំបន់នេះគឺជាដីដែលមានជីវជាតិហើយគឺអត់បាក់ទៀតផងដូច្នេះសម្រាប់បងដែលចាប់អារម្មណ៍ចង់បានដីមកប្លង់នេះគឺអាចធ្វើការទំនាក់ទំនងតាមរយៈលេខ WhatsApp នៅលើវីដេអូរបស់ខ្ញុំនេះបានខ្ញុំបាទពេញលេងសូមអរគុណសូមជម្រាបលា